Còn hot thôm pram nhàng đã thưa ở nét lúc mà tập ho rồi có sửa cam ở đặt nơi không online mình tham nơi không Facebook rồi có TikTok thì và sân chơi bóng ôn mi cùng ho tiền pram ní viên đừng thua ca lúa bỏ bóng ôn cứ lúa ở sở bàn chắc là lời dương mà còn lấy mơ từ lừa cùng ho tim mùi đã thưa ở dương min banh ha từ lừa ca lúa nâng nơi không Facebook rồi còn nơi không TikTok tim muối nó cứ tha tẹt tôi cho muối mình ban riệp chầm TikTok ឬក៏ page របស់យើងឲ្យត្រូវ standard កន្លែងនេះមានន័យថាមិនថា profile account TikTok ឬក៏ page ទេមិនថា cover ទេគឺបងប្អូនត្រូវដាក់រូបភាពឲ្យច្បាស់ឲ្យតាក់ទាញមកហើយមួយទៀតតាក់ទងជាមួយនឹងព័ត៌មានផ្សេងៗនៅក្នុង page ក៏ដូចជានៅក្នុង TikTok យើងត្រូវរៀបចំឲ្យត្រូវ standard មកបងប្អូនប្រភេទអីបាទតាក់ទងមួយ category ណាហើយមួយទៀតតាក់ទងមួយព័ត៌មានតើគេចង់តាក់ទងមកយើងគេអាចតាក់ទងតាមណា Telegram អីលេខទូរស័ព្ទអីខ្លះហើយតើគេចូលមកមើលនៅក្នុង TikTok យើងនេះនៅពេលដែលគេចង់ទិញគេចូលមើលនេះតើយើងលុបទៅលើផលិតផលឬក៏សេវាកម្មអីអញ្ចឹងកន្លែងអស់នេះសុទ្ធតែជាចំណុចសំខាន់ដែលបងប្អូនត្រូវរៀបចំឡើងវិញបើមិនជាបងប្អូនអត់ទាន់បានរៀបចំ TikTok និង page របស់បងប្អូនឲ្យត្រូវស្តង់ដារទេបងប្អូនត្រូវរៀបចំឡើងវិញឲ្យត្រូវស្តង់ដារហើយបើមិនជាបងប្អូនអត់ទាន់ចេះរៀបចំស្តង់ដារទេគឺបងប្អូនអាចមើលវីដេអូដែលខ្ញុំផុសនៅក្នុង YouTube ខ្ញុំបានគឺយើងមានទាំងរបៀបរៀបចំ TikTok ឲ្យត្រូវស្តង់ដារនិងរបៀបរៀបចំ page ឲ្យត្រូវស្តង់ដារសម្រាប់ការរកស៊ីហ្នឹងបាទនេះគឺជាកំហុសធំមួយរបស់អ្នករកស៊ីបាទទី2កំហុសធំទី2គឺតាក់ទងជាមួយនឹងការផ្ដោតទៅលើការលក់ពេកកន្លែងនេះមានន័យថាមិនថា TikTok របស់បងប្អូនទេគឺបងប្អូនផុសតែរឿងលក់តែមួយគត់មិនថា page មិនថា TikTok គឺតែងតែផុសលក់អំពីផលិតផលឬក៏សេវាកម្មបងប្អូនរហូតអត់មានផលអ្វីដែលជាការចែករំលែកចំណេះដឹងបទពិសោធន៍ឬក៏ធ្វើអ្វីមួយឲ្យគេតាមដានបងប្អូនបន្តនៅលើ page ឬក៏ TikTok ទេអញ្ចឹងបងប្អូនសាកលេខទៅមើលតាក់ទងជាមួយនឹងបើសិនជាបងប្អូនផុសលក់នៅក្នុង account Facebook ឧទាហរណ៍ថាបងប្អូនមាន friend 5000 នាក់បងប្អូនផុសលក់លើកទី1ផុសដំបូងប្រកាសណាស់ប្រកាសជាមាន fan បងប្អូន friend បងប្អូនហ្នឹងគឺមក comment និង like តែបងប្អូនសាក់ផុសជាប់គ្នាមួយអាទិត្យសាក់មើលបំលែងមានអ្នក like អញ្ចឹងមែនអត់បងប្អូនបើអញ្ចឹងមែន comment នៅខាងក្រោមមួយមកបាទអញ្ចឹងបងប្អូនត្រូវតែធ្វើអ្វីដែលថ្មីឲ្យត្រូវជាមួយនឹងផលិតផលនោះអាជីវកម្មរបស់យើងធ្វើការផុសនៅក្នុង TikTok និង page ដើម្បីឲ្យគេមានការ follow ទៅលើ TikTok និង page របស់យើងតាមដាននៅផលិតផលនិងសេវាកម្មរបស់យើងហើយបងប្អូនឆ្លៀតលក់ផលិតផលនិងសេវាកម្មបងប្អូននៅក្នុងការផុសណាមួយទៅបាទនេះគឺជាកំហុសទី2គឺតែងតែផុសលក់ចំណិចអត់ផុសអ្វីដែលជាប្រយោជន៍ដល់អ្នកមើលខ្លះអញ្ចឹងគឺគេអត់តាមដានបងប្អូនទេហើយកំហុសទី3គឺតាក់ទងជាមួយនឹងការធ្វើ content បាទកន្លែងនេះគឺជាចំណុចសំខាន់មួយទៀតដែរព្រោះយើងលក់ online បងប្អូនអញ្ចឹងpage ឬក៏ TikTok គឺដូចជាហាងយើងអញ្ចឹងបន្ទាប់មក content គឺកន្លែងតាំងនៅផលិតផលនិងសេវាកម្មរបស់យើងគេចូលមកមើលវីដេអូយើងវាអត់តាក់ទាញគេមើលរូបភាពរបស់យើងគឺអត់តាក់ទាញអត់ច្បាស់អញ្ចឹងគេមានអារម្មណ៍ថារៀងអត់សូវទុកចិត្តអញ្ចឹងបងប្អូនតែងតែមើលឃើញហីមិនថាក្រុមហ៊ុនណាក៏ដោយដែលគេលក់ដាច់ច្រើននឹងភាគច្រើន content របស់គេគឺមានគុណភាពបាទតាក់ទាញមានគុណភាពហើយគួរឲ្យចង់មើលគួរឲ្យចង់តាមដានអញ្ចឹងបងប្អូនបើសិនជាបងប្អូនធ្វើរូបភាពមានថារូបភាពដែលអត់ច្បាស់វីដេអូដែលអត់ច្បាស់វីដេអូដែលតាក់ទាញហ្នឹងគឺបងប្អូនគួរតែកែប្រែឡើងវិញដើម្បីឲ្យភ្ញៀវឬក៏អតិថិជនរបស់យើងគាត់បានមើលវីដេអូរូបភាពហ្នឹងហើយគាត់មានអារម្មណ៍ទុកចិត្តទៅលើ page របស់យើងទៅលើ TikTok របស់យើងហើយក៏ទុកចិត្តទៅលើផលិតផលនិងសេវាកម្មរបស់បងប្អូនដែរនោះបងប្អូនក៏ប្រកាសជាអាចលក់ដាច់ឡើងវិញបានហើយកំហុសធំទី4នោះគឺថាបងប្អូនមិនចេះផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាពតាក់ទងជាមួយនឹងការផ្សព្វផ្សាយនេះដែរមានថាបងប្អូនត្រូវយល់ច្បាស់ទៅលើការ boot បាទផ្សព្វផ្សាយនេះគឺ boot មិនថានៅក្នុង TikTok ឬក៏ Facebook ទេបងប្អូនត្រូវដឹងពីបច្ចេកទេសនៃការ boot តើយើង boot បែបណាបានត្រូវជាមួយនឹង target audience អតិថិជនគោលដៅរបស់យើងហ្នឹងយើងកំណត់បែបណាយើងប្រើបច្ចេកទេស boot បែបណាបានវាស័ក្តិសមជាមួយនឹងផលិតផលនិងសេវាកម្មរបស់យើងហើយមួយវិញទៀតនោះតើយើងធ្វើវីដេអូនិងរូបភាពបែបណាបាន boot ទៅមានគេមើលឃើញច្រើនគេចូលចិត្តច្រើនគេ like ច្រើននិងគេឆាតមក page របស់យើងច្រើនឬក៏
តអ្នកតំណងមកទិញនៅផលិតផលនឹងសេវាកម្មរបស់យើងច្រើនអាហ្នឹងសុទ្ធតែជាកលឹះដែលបងប្អូនត្រូវសិក្សាបន្ថែមហីព្រោះជាទៅយើង boot យើងនឹងរុញឲ្យអ្នកដែលគាត់មើលឃើញនៅផលិតផលនឹងសេវាកម្មរបស់យើងតែបើយើងរុញខុសមនុស្សយើងចាយលើចោលអត់ប្រយោជន៍ហើយបងប្អូនហើយមួយទៀតបើសិនជាបងប្អូនអត់ទាន់ច្បាស់កន្លែងហ្នឹងមិនថាការ boot នៅក្នុង page ឬក៏ TikTok ទេបើសិនជាបងប្អូនចង់រៀនបន្ថែមបងប្អូនក៏អាចរៀនជាមួយនឹងខាងខ្ញុំបានដែរហើយសម្រាប់ការទំនាក់ទំនងព័ត៌មានលម្អិតសូមបងប្អូនធ្វើការ chat មកកាន់ Telegram ដែលខ្ញុំទុកនៅកន្លែង description នៅក្នុង YouTube ឬក៏ caption នៅក្នុងpage ហ្នឹងបងប្អូនអាចមើលបានហើយកំហុសទី5គឺតកតងជាមួយនឹងការឆ្លើយតប chat ជាមួយនឹងអតិថិជនឬក៏ការនិយាយឆ្លើយឆ្លងជាមួយអតិថិជនកន្លែងនេះបើសិនជាបងប្អូនឆ្លើយតប page យឺតក៏បងប្អូនលក់បានដែរជាទូទៅអាជីវកម្មអនឡាញគឺមានដៃគូប្រកួតច្រើនមែនតើបើគេឆាតមកយើង2-3ម៉ោងហើយយើងអត់តបគឺបងប្អូនបាត់ម៉ួយឯងបាទបងប្អូនណាធ្លាប់ដែលយើងគ្រាន់ឆ្លើយតបតា2ម៉ោងសោះឆ្លើយតបយឺតបន្តិចសោះគេទៅទិញអ្នកផ្សេងបាត់បើសិនជាមាន comment នៅខាងក្រោមមកបងប្អូនបាទហើយមួយទៀតគឺអត់ដោះស្រាយបញ្ហាអតិថិជននៅពេលអតិថិជនមានបញ្ហាឆាតមកយើងអត់ដោះស្រាយយើងទុកភ្ញៀវចោលវាធ្វើឲ្យភ្ញៀវនឹងប្រាប់តពីផលិតផលនិងសេវាកម្មរបស់យើងគឺអត់ល្អនៅពេលដែលការឆ្លើយតបមួយអតិថិជនរបស់យើងយឺតក៏ដូចជាការដោះស្រាយបញ្ហាបើយើងយឺតទៅលើផលិតផលនិងសេវាកម្មរបស់យើងនោះវានឹងធ្វើឲ្យការលក់នៅផលិតផលនិងសេវាកម្មរបស់បងប្អូនធ្លាក់ចុះតាមនឹងដែរអញ្ចឹងកន្លែងទាំងអស់នេះចំណុចទាំង5នេះកំហុសធំទាំង5នេះបើសិនជាបងប្អូនមានចំណុចណាមួយដែលបងប្អូនខ្វះចន្លោះសូមបងប្អូនធ្វើការបំពេញបន្ថែមដើម្បីឲ្យបងប្អូនអាចលក់ដាច់បានកាន់តែខ្លាំងហើយនេះគឺជាការចែករំលែកជូនដល់បងប្អូនហើយបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយសូមបងប្អូនកុំភ្លេចជួយចុច like ចុច follow subscribe និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់នៅលក់អនឡាញគាត់បានដឹងនិងចេះផងសូមអរគុណជួបគ្នានៅវីដេអូក្រោយ